បាលខេត្តបន្ទាយមានជ័យតវ៉ាប្រឆាំងដាច់អហង្ការករណីខេត្តស្រះកែវលើកបណ្ដាប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជាលិខិតតវ៉ារបស់ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យផ្ញើទៅកាន់អភិបាលខេត្តស្រះកែវប្រទេសថៃប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបណ្ដានៅថ្ងៃទី28ខែកញ្ញាឆ្នាំ2025ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យនិងភូមិប្រៃច័ន្ទភូមិអូ3ជាន់ស្រុកអឺជ្រៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី28ខែកញ្ញាឯកឧត្តមអ៊ុំរាត្រីបានប្រកាសតវ៉ាប្រឆាំងដាច់ខាត់អហង្ការចំពោះសកម្មភាពដដែលនៃការលើកបណ្ដារបស់រដ្ឋបាលខេត្តស្រះកែវប្រទេសថៃជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាកំពុងរស់នៅអាស្រ័យផលក្នុងភូមិជោគជ័យនិងភូមិប្រៃច័ន្ទតាំងពីយូរយារណាស់មកហើយគឺមិនចុះហត្ថលេខាស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនកម្ពុជាថៃ MOU 2000ចូលជាធរមានរដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ថារដ្ឋបាលស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែននិងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាននឹងកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខាងព្រំដែនសីមារួចរាល់នោះទេបន្ថែមទៀតនោះអភិបាលខេត្តបន្ទាយមានជ័យបានចាត់ទុកសកម្មភាពឯកតោភាគីដដែលរបស់ថៃគឺជាការបង្កហេតុដែលនាំឲ្យមានភាពតានតឹងកើនឡើងនៅក្នុងតំបន់ដែលកំពុងមានជម្លោះនិងជាការបំពេញបទឈប់បាច់ថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីនិងលទ្ធផលនៃកិច្ចប្រជុំ GBC, OBC និង JBC រវាងប្រទេសទាំងពីរមកតាមលិខិតដដែលរបស់ឯកឧត្តមអ៊ុំរាត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យស្នើសុំឲ្យរដ្ឋបាលខេត្តស្រះកែវប្រទេសថៃចូលរួមដល់កិច្ចសហការចាត់វិធានការបញ្ឈប់នៅសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានៅស្ថានភាពដើមប្រកាន់ខ្ជាប់ដោយសុចរិតនៅលក្ខខណ្ឌបទឈប់បាញ់និងបញ្ចប់នៅផែនការបណ្ដេញប្រជាពលរដ្ឋរាប់រយគ្រួសារចេញពីផ្ទះសម្បែងនិងដីធ្លីដែលបានរស់នៅជាច្រើនសតវត្សរ៍មកហើយ